Ô, mười cao nó bom rồi mày mới chắp đại sơn mày đang chắp đãi bông ấy mấy chân ô lớn này chứ mới nhầm rọt đi nữa chào đó vì 4 5 6 7 4 11 17 14 15 16 17 20 22 25 25នៅក្នុងមួយចកោមប៉ុន្តែបច្ចេកបងប្អូនណែយើងមើលតងត្រួយរបស់វាហេតុអីបានវាចេញច្រើនអញ្ចឹងបាននេះតងត្រួយឆ្លោះល្អតងផ្កាឆ្លោះតងត្រួយវែងតងផ្កាវែងមិនតិចដែរបាទនោះខាងលើអានេះក៏មិនតិចដែរនេះអូចោលសប្បាយចិត្តបងណាបងក៏សប្បាយចិត្តខ្ញុំអ្នកលក់ថ្នាំក៏សប្បាយចិត្តដល់បាត់kia thì mới សំខាន់សួរសង្ខេបថាល្អអត់អូវិញបានផ្លែទៅហើយបច្ចេកបងប្អូនមិនមែនមកចំការទេចំការរបស់បងប្រុស3ទីតាំងផ្សេងគ្នាធ្វើបានផលដូចគ្នាមកទីតាំង10ហិកតា8ហិកតាជាង10ហិកតាដល់ដីបាទសំយ៉ងមេឃដល់ដីបាយបាក់មេឃchứបងផ្លែច្រើនពេកនេះអាផ្កាវាអត់ចេញទៅតែចេញទៀតវានៅចេញតទៀតហើយនៅលើចុងមេឃអីដូចគ្នាអាហ្នឹងមកពីស្អីវាបានវាខិនខិនចេះតែប៉ះខ្យល់ហើយអាហ្នឹងវាប៉ះខ្យល់ឬក៏សត្វល្អិតធ្វើទុកបើមិនអញ្ចឹងទេថ្នាំពុលយើងបាញ់ជះទៅវាត្រូវវាលើសលុបពេកវាធ្វើឲ្យវារៀងចេញជាកន្លះគ្រើមអញ្ចឹងដែរនេះបងប្អូនតិចច្រើនចេញគ្រប់មេឃអត់ចោលដើមទេបងប្អូនពេញមកចកាស្មើគ្នាអញ្ចឹងតែម្ដងនេះផ្កានៅតែស្រស់ចេញច្រើនប៉ុណ្ណឹងហើយផ្កាអាចនឹងលោតហូរហាយបន្តទៀតបងប្អូនដោយសារផ្កាអត់ទាន់ខូចទេនេះបងប្អូនបច្ចៈបានរះជើងហើយបងប្អូនបាន30 40 គីឡូបោះគាត់ដែរហើយបច្ចៈបងប្អូនគ្រាប់ថ្លាល្អគ្រាប់ធំល្អនេះបងប្អូនតងផ្កា តងផ្កាអត់ក្រោមកន្លះម៉ែតទេមែននោះកាត់ពីពងនេះពេញពងដែលកាត់នឹងក៏ចេញមកនេះបានច្រើនបងប្អូនពងតារាវាចេញទៅនេះខាងក្រោមនេះសំយ៉ងមកដល់ក្រោមនេះបងប្អូនជាយកលុយតាណានេះមកហាត់4តនេះយកលុយតាណានោះមេឃក្នុងក្រៅបងប្អូននោះយើងសង្កេតមើលណាខាងចុងមេឃផ្លែច្រើននេះចាប់ផ្ដើមហឺហើយនេះមើលមេឃនេះបងប្អូនវាចេញដំកង់បានល្អនេះគ្រាប់ថ្លាគ្រាប់ផ្លោះគ្រាប់ធំនេះយើងថតក្រោមនោះបើយើងរះទៅមករហូតចុះទៅបងប្អូនឃើញមេឃខាងលើនោះមានទុំខ្លះទុនតូងនេះបើយើងថតគៀកយើងឃើញច្រើនអញ្ចេះយើងសង្កេតមើលក្របទុំតែក្របខ្ចីថាធ្លាប់ប៉ុន្តែអាក្របទុំនេះវាធំដែរបងប្អូននេះក្របទុំដែលយើងនេះមកគឺធំល្អអូក្របគឺធំល្អមែនតើនេះក្របផ្លោះក្របធំផ្លែច្រើនប៉ុណ្ណាក្របផ្លោះទៀតផ្លែច្រើនក្របផ្លោះម្ចាស់ចកាគាត់បញ្ជាក់ឥឡូវតនៅក្នុងវីដេអូនឹងផ្ទាល់ឲ្យខាងលោកគ្រូប៉ៃវាសនាគាត់ចែកម្លែកតាក់ទងជាមួយនឹងបច្ចេកទេសថែទាំធ្វើម៉េចឲ្យចន្ទីផ្លែច្រើនដូចនៅក្នុងការថតវីដេអូអញ្ចឹងនេះលោកគ្រូជួយចែកម្លែកនឹងការប្រើប្រាស់ផលិតផលកសិកម្មលើដំណាំស្វាយចន្ទីយើងឲ្យទទួលផលបានដូចម្ចាស់ចកាដែលយើងកំពុងតែធ្វើការថតចែកជូនពុកម៉ែបងប្អូននេះគឺតាក់ទងនឹងការប្រើប្រាស់គឺយើងធ្វើតាមការណែនាំរបស់គ្រូបច្ចេកទេសទី1គឺយើងអត់ប្រើប្រាស់ប្រភេទថ្នាំផ្សេងលាយឡំដើម្បីធ្វើឲ្យមានផលប៉ះពាល់មកដល់ដំណាំរបស់យើងទេណាគឺយើងចាក់ដៃយើងមើលទៅលើមែកគ្រប់ដើមវិញដោយសារតែការប្រើប្រាស់គឺយើងអត់ប្រើលោកឡំគ្នាជាមួយនឹងប្រភេទថ្នាំផ្សេងដោយសារតែការប្រើគឺយោងទៅតាមបច្ចេកទេសក្នុងការប្រើលក្ខខណ្ឌនៃការប្រើជាមួយនឹងផលិតផលរបស់ក្រុមហ៊ុន VKSN របស់យើងគឺវាងាយស្រួលក្នុងការប្រើប្រាស់ដោយមិនចាំបាច់ទៅប្រើលាយឡំជាមួយនឹងប្រភេទថ្នាំគីមីផ្សេងឬប្រភេទថ្នាំផ្សេងច្រើនទេប្រភេទថ្នាំជំងឺផ្សេងទេដោយសារតែប្រភេទថ្នាំរបស់យើងជាទូទៅគឺវាមានជាមួយនឹង
សមត្ថភាពចិញ្ចឹមច្រើនដូចជាការព្យាបាលទៅលើបញ្ហាជំងឺហ្នឹងក៏វាមានច្រើននៅក្នុងហ្នឹងអ្វីដែលសំខាន់ចាំបាច់គឺយើងលាយតែជាមួយនឹងប្រភេទថ្នាំពុលទេបងប្អូនហើយលក្ខខណ្ឌក្នុងការធ្វើឲ្យផ្កាដែលចេញក្តប់មកបានល្អគឺយើងផ្ដាច់ថ្នាំពុលមួយវគ្គជាមួយនឹងការប្រើប្រាស់នៃជាមួយនឹងផលរបស់យើងទៅតាមវគ្គតាមគ្រាដែលយើងណែនាំជាមួយនឹងអតិថិជនយើងតាមលក្ខខណ្ឌជាមួយនឹងអាកាសធាតុដែរបងប្អូនមិនមែនណាយើងត្រូវតែផ្ដាច់ថ្នាំពុលឬមួយក៏យើងត្រូវតែប្រើផលិតផលរបស់យើងហ្នឹងតែមកភាគឬមួយក៏យ៉ាងណាទេប៉ុន្តែចាត់តើនឹងការប្រើប្រាស់គឺយើងណែនាំទៅតាមអាកាសធាតុនិងបំរែបំរួលផ្សេងៗដែលធ្វើឲ្យដំណាំពុកម៉ែបងប្អូនហ្នឹងវាមានផលប៉ះពាល់ប៉ុន្តែជាក់ស្ដែងយើងណែនាំអតិថិជនយើងទាំងអស់ឲ្យប្រើជាមួយនឹងផលិតផលរបស់យើងតាមលក្ខខណ្ឌផ្សេងៗទទួលបាននូវលទ្ធផលល្អប្រសើរអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនយើងដែលកំពុងតែជួបប្រទះជាមួយបញ្ហាដំណាំចន្ទទីរបស់យើងឥឡូវនេះអាចតំណាក់តំណងមកកាន់លេខទូរស័ព្ទដែលមាននៅក្នុងវីដេអូនេះបានដើម្បីទទួលបាននូវការប្រឹក្សាទាក់ទងនឹងការប្រើប្រាស់ឲ្យទទួលបានផលដោយម្ចាស់ចការនៅទីនេះអញ្ចឹងវីដេអូនេះសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះសូមអរគុណ